ស្របពេលដែលកំពុងកែសម្រួលស្នាដៃនេះអត្ថបទស្រាវជ្រាវនេះទីបំផុតអាចបោះពុម្ពផ្សាយបានហើយអូរួចរាល់លឿនយ៉ាងនេះមែនទេពិតមែនហើយទីបំផុតក៏បានសម្រេចដែរការស្រាវជ្រាវរបស់សាស្ត្រាចារ្យយាងចិត្តរួចរាល់ហើយតែខ្ញុំទើបតែមកដល់សោះឈៀវថេងឲ្យតែឯងខំប្រឹងធ្វើការឲ្យបានល្អនៅពេលក្រោយក្នុងលទ្ធផលស្រាវជ្រាវនេះខ្ញុំនឹងដាក់ឈ្មោះឯងចូលដែរដល់ពេលនោះវានឹងមានប្រយោជន៍ខ្លាំងណាស់សម្រាប់ឯងអូឈៀវថេងខ្ញុំរំភើបចិត្តណាស់ចុះឯងវិញកាត់អីហ្នឹងមើលទៅទឹកមុខមិនសូវស្រស់បោះសោះចាស់សាស្ត្រាចារ្យយាងកាលពីពេលប្រជុំអំបញ្ញមិញមានក្មេងស្រីម្នាក់ឈ្មោះសាន់យូរីងលោកគ្រូចាំនាងទេអូខ្ញុំចាំបាននាងហាក់ដូចជាជំនួយការរបស់សាស្ត្រាចារ្យឈិននាងគឺជាមិត្តរួមបន្ទប់ការរៀនមហាវិទ្យាល័យជាមួយខ្ញុំនាងទៅតែផ្ញើសារមកប្រាប់ថាមានការជួបជុំគ្នាហើយចង់ឲ្យខ្ញុំទៅចូលរួមឲ្យខានតែបានការជួបជុំមែនទេអញ្ចឹងឯងទៅចូលរួមចុះខ្ញុំចាំឯងរួចហើយពួកយើងត្រឡប់ទៅវិញជាមួយគ្នាអត់ទេមិនបាច់ទេលោកគ្រូវាខាតពេលលោកគ្រូខ្លាំងណាស់មិនអីទេមិត្តរួមថ្នាក់ឯងម្នាក់នេះពូកែណាស់អាចធ្វើជាជំនួយការសាស្ត្រាចារ្យឈិនបានឯងអាចទៅជាជាមួយនាងឲ្យបានច្រើនសាស្ត្រាចារ្យឈិនមិនមែនជាមនុស្សធម្មតាទេគាត់មានវិន័យតឹងរឹងណាស់ខ្ញុំមិនដែលឮថាមានអ្នកណាអាចធ្វើការជាមួយគាត់បានលើសពី1សប្តាហ៍ឡើយសាស្ត្រាចារ្យឈិនតឹងរឹងដល់ថ្នាក់នឹងមែនទេមិនមែនតឹងរឹងធម្មតាទេអាសៀឋាននៅណាខ្ញុំជូនឯងទៅមិនបាច់ទេចាស់សាស្ត្រាចារ្យឈិនតឹងរឹងណាស់តែសិនយូរីងជាមនុស្សទេប្រហែលនាងងាយនឹងធ្វើខុសជាងខ្ញុំទៅទៀតថេងជាឯងមកហើយតោះទៅសិនយូរីងហេតុអីអញហៅថេងជាមកដែរនាងមិនមែននៅក្រុងនេះទេខ្លាចធ្វើដំណើរទៅមកអស់រាប់រយយ៉ាងឯណោះចៅយាយថ្ងៃនេះពេលខ្ញុំប្រជុំជាមួយសាស្ត្រាចារ្យឈិនខ្ញុំបានឃើញថេងគីនាងនៅជាមួយសាស្ត្រាចារ្យយ៉េងសាស្ត្រាចារ្យយ៉េងមួយណាជាងដងសាស្ត្រាចារ្យយ៉េងនឹងណាខ្ញុំឆ្ងល់ថាហេតុអីបានជាថេងគីមកដល់ទីនេះសំណាងហើយដែលមកប្រជុំបើមិនអីចឹងទេទៅថ្ងៃមុខប្រហែលជារវល់រហូតគ្មានពេលជួបគ្នាឡើយមែនហើយចៃដន្យមែនថេងគីអញរកបានការងារល្អយ៉ាងនេះហេតុអីមិនប្រាប់គ្នាខ្លះសាស្ត្រាចារ្យយាងជាអ្នកមានឥទ្ធិពលក្នុងវិស័យនេះណាស់លីថាលទ្ធផលស្រាវជ្រាវរបស់គាត់ចិត្តនឹងចេញជាផ្លូវការហើយដល់ពេលនោះច្បាស់ជាមានការភ្ញាក់ផ្អើលខ្លាំងមិនខានមែនហើយដល់ពេលនោះច្បាស់ជាមានឈ្មោះឯងមិនខានទោះបីជាស្ថិតនៅលេខរៀងចុងក្រោយក៏ដោយក៏វាគ្រប់គ្រាន់សម្រាប់ឲ្យឯងបានអាហារូបករណ៍បន្តថ្នាក់អនុបណ្ឌិតនៅគ្រប់សាកលវិទ្យាល័យដែរខ្ញុំទៅតែមកធ្វើការជាមួយសាស្ត្រាចារ្យយាងបានមិនយូរប៉ុន្មានទេ